នៅមូលដ្ឋានខណ្ឌ7មករាដដែលផ្ដាច់សบายចិត្តពេលមន្ត្រីជំនាញចុះអនុវត្តចុះបញ្ជីដីធ្លីអគារសហកម្មសិទ្ធិជូនដល់ពួកគាត់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ7មករាសាទរនិងរីករាយទទួលយកចំពោះយន្តការចុះបញ្ជីដីធ្លីដល់តាមក្នុងផ្ទះរបស់ពួកគាត់ដែលវាបានបង្កលក្ខណៈនិងភាពងាយស្រួលខ្ពស់មួយដោយពលរដ្ឋពុំចាំបាច់រត់ទៅរកមន្ត្រីដើម្បីធ្វើសេវាពួកគាត់បន្តទៀតថាពួកគាត់បានត្រៀមឯកសារពាក់ព័ន្ធរួចរាល់និងរងចាំក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីដំណើរការចុះបញ្ជីដីធ្លីសហកម្មសិទ្ធិផ្ទះរបស់ពួកគាត់ប្រជាពលរដ្ឋសម្ដែងក្តីសប្បាយរីករាយខ្លាំងនិងថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចអធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីតែងតែគិតគូរនឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលគ្រប់កលៈទេសៈលោកសរិនវណ្ណាប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញបានឲ្យដឹងថាសម្រាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្រមការងារជំនាញបានអនុវត្តការចុះបញ្ជីដីធ្លីក្នុងប្រព័ន្ធបានចែកបានកម្មសិទ្ធិដីធ្លីជូនពលរដ្ឋរួចរាល់13ខណ្ឌហើយនៅតែខណ្ឌ7មករាគឺជាខណ្ឌចុងក្រោយដែលសម្បូរទៅដោយសំណង់អគារចាស់ៗពីសង្គមដោយចែកជា2គឺសំណង់អគារមុនអនុក្រឹត្យនិងក្រោយអនុក្រឹត្យលោកសរិនវណ្ណាប្រធានមន្ត្រីបានបញ្ជាក់បន្ថែមថាក្នុងអំឡុងពេលមន្ត្រីជំនាញកំពុងតែចុះអនុវត្តវាវាស់វែងចុះបញ្ជីសូមបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះឬអគារជាប់ព្រំគ្នាមានវិវាទជាមួយគ្នាសូមឆាប់ទទួលយកនៅដំណោះស្រាយនិងយុទ្ធសាស្ត្រឈ្នះឈ្នះដើម្បីបានចុះបញ្ជីកម្មសិទ្ធិបើពុំដូច្នោះទេមន្ត្រីជំនាញនឹងមិនចុះបញ្ជីជូននោះទេធ្វើឲ្យខកខានការចុះបញ្ជីរបស់បងប្អូនប្រជាពលរដ្ឋក្នុងនោះដែរបច្ចុប្បន្ននេះក្រមការងារជំនាញបាននឹងកំពុងអនុវត្តការងារតាមរយៈការចុះផ្ទាល់ដល់តាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីធ្វើការបាញ់ប្រព័ន្ធតាមបច្ចេកវិទ្យាជំនាញនិងដំណើរការស្នើសុំចុះបញ្ជីដីធ្លីដោយតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមផ្ដល់និងបំពេញឯកសារភ្ជាប់ដែលបញ្ជាក់ពីការកាន់កាប់កម្មសិទ្ធិដីធ្លីដើម្បីចុះនៅក្នុងប្រព័ន្ធមុនឈានទៅដល់ការចេញប្លង់កម្មសិទ្ធិដីជូនដីធ្លីជូនប្រជាពលរដ្ឋជាម្ចាស់អគារសហកម្មសិទ្ធិទាំងអស់គួរបញ្ជាក់ថាសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2026បានជំរុញដល់ក្រសួងនិងជំនាញឲ្យបញ្ចប់ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រឹមឆ្នាំ2026និងបញ្ចប់ការចែកបានកម្មសិទ្ធិដីធ្លីត្រឹមឆ្នាំ2027